ជប៉ុនគាំទ្រការវិលត្រឡប់ទៅរកប្រក្រតីភាពរវាងទំនាក់ទំនងកម្ពុជាថៃតាមរយៈ GBC និងការអនុវត្តបទឈប់បាញ់ឲ្យមានភាពច្បាស់លាស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបានប្រកាសថារដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលបានធ្វើឡើងនាថ្ងៃទី23ខែតុលានៅប្រទេសម៉ាឡេស៊ីដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលជាការចូលរួមចំណែកក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែមានភាពច្បាស់លាស់រដ្ឋាភិបាលជប៉ុនក៏សូមសម្ដែងនៅការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃបើតាមសេចក្តីប្រកាសព័ត៌មានដដែលភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជានិងថៃមានសារៈសំខាន់សម្រាប់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ទាំងមូលរដ្ឋាភិបាលជប៉ុនសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនាក្នុងន័យនេះជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងប្រកបប្រជានៅកិច្ចព្រមព្រៀងបទឈប់បាញ់និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា